ថ្ងៃនេះគឺយើងនឹងមកធ្វើការ prediction ចំពោះការប្រកួតរវាងក្រុម Pro Esports និង Team Galaxy Legend នៅក្នុងវគ្គ Grand Final អ្នកនរគ្នាអាចមើលឃើញការ performance របស់គាត់ពេញសាច់អស់ហើយមិនថាក្រុម Pro Esports និង Galaxy Legend ទេគឺគាត់លេងបានច្រើន game មែនតើនៅក្នុងរដូវកាលនេះបើនិយាយពីក្រុម Pro Esports ដើម season មកគឺគាត់ធ្វើបានល្អខ្លាំងណាស់តាំងពីវគ្គ regular សប្តាហ៍ទី1រហូតដល់សប្តាហ៍ចុងក្រោយគឺគាត់តែងតែធ្វើបានល្អដល់វគ្គ Play-off នេះគាត់ចាញ់មកប្រកួតជាមួយនឹងក្រុម Galaxy Legend នៅក្នុងលទ្ធផល3-0 ហើយបច្ចុប្បន្ននេះ Pro Esports បានឈ្នះទៅលើក្រុម CFU Gaming បណ្ដាំកៅអីឡើងមកកាន់វគ្គ Grand Final នឹងត្រូវជួបគ្នាជាមួយនឹងក្រុម Galaxy Legend នៅក្នុងវគ្គ Grand Final និយាយពី Galaxy Legend ការនៅ regular season គឺគាត់លេងបែបធម្មតាទេมันមានអីប្លែកច្រើនទេតែអ្វីដែលយើងគួរឲ្យកត់សម្គាល់ខ្លាំងនៅពេលដែលគាត់ឡើងមកកាន់វគ្គ Play-off នេះមានរូបភាពប្លែកខ្លាំងយកតែមែនទែនចំពោះ Galaxy Legend គាត់ឈ្នះទាំងអស់ទាំង Team Pro Esports Team Flash KX និង Team CFU Gaming គឺគាត់ឈ្នះទាំង3ក្រុមនេះហើយបច្ចុប្បន្នគាត់ក៏ជាក្រុមមួយដែលឡើងទៅកាន់វគ្គ Grand Final មុនគេផងដែរនៅក្នុងថ្ងៃនេះ Pro Esports នឹងត្រូវប៉ះគ្នាជាមួយនឹងក្រុម Galaxy Legend ចំពោះលទ្ធផលនៃការប្រកួតរវាងក្រុមទាំងពីរនេះខ្ញុំជ្រើសរើសយក Pro 4 Galaxy Legend 2អានេះវាជាការ prediction របស់ខ្ញុំបើសិនបើអ្នកនរមានមតិយោបល់ឬក៏មានគំនិតយ៉ាងណាអ្នកនរអាច comment នៅក្នុងវីដេអូនេះបាទយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតក៏សង្ឃឹមថាអ្នកនរនឹងចូលចិត្តនៅវីដេអូនេះបើចូលចិត្ត complete follow like ម្នាក់មួយផងអរគុណអ្នកនរជំរាបលា bye see you next video